តុលាការកំពូលសេចក្តីណែនាំស្តីពីការអនុវត្តសេចក្តីសម្រេចសន្និបាតបូកសរុបលទ្ធផលការងាររបស់តុលាការកំពូលនិងមហាអัยការអង្គតុលាការកំពូលឆ្នាំ2025និងកំណត់ទិសដៅការងារឆ្នាំ2026ដើម្បីពង្រឹងប្រសិទ្ធភាពការងារប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ដោយយោងលើកិច្ចពិភាក្សានិងសម្រេចអំពីបញ្ហាប្រឈមពាក់ព័ន្ធនឹងសហបណ្ដឹងក្នុងនីតិវិធីរដ្ឋប្បវេណីនិងសេចក្តីសម្រេចលើបណ្ដឹងទាស់ក្នុងនីតិវិធីព្រហ្មទណ្ឌនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2025និងកំណត់ទិសដៅការងារឆ្នាំ2026របស់តុលាការកំពូលនិងមហាអัยការអង្គតុលាការកំពូលដែលបានប្រព្រឹត្តទៅនៅថ្ងៃទី20ខែកុម្ភៈឆ្នាំ2026និងយោងតាមកថាខណ្ឌទី1មាត្រា60នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការប្រធានតុលាការកំពូលសូមធ្វើការណែនាំដល់ឯកឧត្តមប្រធានសភាជំនាញឯកឧត្តមលោកជំទាវប្រធានអង្គជំនុំជម្រះនិងចៅក្រមតុលាការកំពូលឲ្យយកចិត្តទុកដាក់អនុវត្តតាមសេចក្តីសម្រេចរបស់អង្គសន្និបាតដើម្បីជាគុណប្រយោជន៍នៃការពង្រឹងការអនុវត្តច្បាប់ប្រកបដោយភាពយុត្តិធម៌និងឆាប់រហ័សនិងលើកកម្ពស់ការសរសេរសេចក្តីសម្រេចឲ្យមានប្រសិទ្ធភាពនិងសង្កត់ភាពស្របតាមបទបញ្ញត្តិច្បាប់ដោយចំណុចខាងក្រោម កសហបណ្ដឹងក្នុងនីតិវិធីរដ្ឋប្បវេណីដើម្បីដឹកនាំនីតិវិធីបណ្ដឹងឲ្យមានប្រសិទ្ធភាពនិងឆាប់រហ័សស្របតាមមាត្រា4ការទទួលខុសត្រូវរបស់តុលាការនិងភាគីនៃក្រុមនីតិវិធីរដ្ឋប្បវេណីជៀសវាងការចំណាយធនធានរបស់គូភាគីដែលមិនគួរចំណាយនិងធានានូវសេចក្តីសម្រេចចំពោះគូភាគីកុំឲ្យមានភាពផ្ទុយគ្នាជាដើមនោះការដោះស្រាយសំណុំរឿងដែលមានដើមចោទឬនឹងចុងចំណោយច្រើនអ្នកសភារដ្ឋប្បវេណីនិងសភាពេញអង្គត្រូវ 1. ពិនិត្យឲ្យបានល្អិតល្អន់អំពីលក្ខណៈសម្បត្តិជាភាគីនៃរឿងក្តីជាមុនសិនដើម្បីអាចកំណត់បានថាបណ្ដឹងដែលមានដើមចោទឬនឹងចុងចម្លើយច្រើនអ្នកនោះជាសហបណ្ដឹងធម្មតាឬជាសហបណ្ដឹងចាំបាច់ស្របតាមមាត្រា39លក្ខខណ្ឌទូទៅនៃសហបណ្ដឹងមាត្រា40ថ្នាក់នៃអ្នកធ្វើសហបណ្ដឹងក្នុងសហបណ្ដឹងធម្មតានិងមាត្រា41បទបញ្ជាស្តីពីការវិនិច្ឆ័យលើសហបណ្ដឹងចាំបាច់នៃក្រមនីតិវិធីរដ្ឋប្បវេណី 2. ក្នុងករណីដែលពិនិត្យឃើញថាគូភាគីនៅក្នុងពាក្យបណ្ដឹងមិនមានលក្ខណៈសម្បត្តិជាភាគីឬពុំមានឈ្មោះភាគីដែលជាសហបណ្ដឹងចាំបាច់ស្របតាមច្បាប់ដោយក្នុងចំណុចកកថាខណ្ឌទី2មាត្រា75របៀបដាក់ពាក្យបណ្ដឹងនិងចំណុចដែលត្រូវសរសេរក្នុងពាក្យបណ្ដឹងនៃក្រមនីតិវិធីរដ្ឋប្បវេណីនោះតុលាការត្រូវបង្គាប់ឲ្យអ្នកដាក់ពាក្យបណ្ដឹងកែតម្រូវស្របតាមមាត្រា78ការពិនិត្យពាក្យបណ្ដឹងនៃក្រមនីតិវិធីរដ្ឋប្បវេណី ខ ការសរសេរសេចក្តីសម្រេចលើបណ្ដឹងទាស់ក្នុងនីតិវិធីព្រហ្មទណ្ឌពាក់ព័ន្ធនឹងសារក្រមឬសារដីកាលើបណ្ដឹងទាស់អង្គសន្និបាតបានពិនិត្យឃើញថាក្នុងករណីអ្នកបណ្ដឹងទាស់ដែលបានកោះហៅដោយត្រឹមត្រូវហើយមិនចូលបង្ហាញខ្លួននៅពេលសាវនាការសរសេរសេចក្តីសម្រេចក្នុងសារក្រមលើបណ្ដឹងទាស់ឬក្នុងសារដីកាលើបណ្ដឹងទាស់ពុំទាន់មានការឯកភាពគ្នាស្របតាមខ្លឹមសារដែលមានចែងក្នុងវិក្យខណ្ឌទី1កថាខណ្ឌទី4មាត្រា371សារក្រមសម្រេចលើបណ្ដឹងទាស់និងវិក្យខណ្ឌទី1កថាខណ្ឌទី4មាត្រា415សារដីកាចេញតាមបណ្ដឹងទាស់នៃក្រមនីតិវិធីព្រហ្មទណ្ឌនៅឡើយអង្គសន្និបាតក៏បានពិនិត្យឃើញថាបន្ទាប់ពីមានសេចក្តីសម្រេចលើបណ្ដឹងទាស់ក្នុងករណីដែលអ្នកប្តឹងទាស់បានប្តឹងឧទ្ធរណ៍ឬប្តឹងសារទុកចំពោះសេចក្តីសម្រេចលើបណ្ដឹងទាស់នេះមានការបកស្រាយមិនស្របគ្នាអំពីរយៈពេលនៃការប្តឹងឧទ្ធរណ៍ឬប្តឹងសារទុកចំពោះសេចក្តីសម្រេចលើបណ្ដឹងទាស់ស្របតាមខ្លឹមសារនៃមាត្រា371និងមាត្រា415នៃក្រមនីតិវិធីព្រហ្មទណ្ឌព្រមទាំងមាត្រា382ថ្មីរយៈពេលប្តឹងឧទ្ធរណ៍របស់ពិរដ្ឋជនដើមបណ្ដឹងរដ្ឋប្បវេណីអ្នកទទួលខុសត្រូវរដ្ឋប្បវេណីនៃច្បាប់ស្តីពីវិសោធនកម្មមាត្រា247មាត្រា368មាត្រា372និងមាត្រា382នៃក្រមនីតិវិធីព្រហ្មទណ្ឌនៅឡើយក្រៅពីនេះ
អង្គសន្និបាតក៏បានលើកឡើងអំពីបញ្ហាប្រឈមពាក់ព័ន្ធនិងអានុភាពនៃដីកាបង្គាប់ឲ្យចាប់ខ្លួនតាមមាត្រា370អានុភាពនៃបណ្ដឹងទាស់នៃក្រមនីតិវិធីព្រហ្មទណ្ឌផងដែរដំណោះស្រាយចំពោះបញ្ហាប្រឈមខាងលើនេះអង្គសន្និបាតបានសម្រេចជាឯកច្ឆន្ទ 1. ករណីអ្នកបណ្ដឹងទាស់មិនបង្ហាញខ្លួនត្រូវសរសេរសេចក្តីសម្រេចជា2ចំណុចគឺ 1. ប្រកាសថាបណ្ដឹងទាស់ចុះថ្ងៃទីត្រូវទុកជាឯកសារឥតបានការអក្សរឥតការវិក្យខណ្ឌទី1កថាខណ្ឌទី4មាត្រា371និងវិក្យខណ្ឌទី1កថាខណ្ឌទី4មាត្រា415នៃក្រមនីតិវិធីព្រហ្មទណ្ឌ 2. សារក្រមកំបាំងមុខលេខចុះថ្ងៃទីសារដីកាកំបាំងមុខលេខចុះថ្ងៃទីមានអានុភាពទាំងស្រុងចំពោះភាគីចាប់ពីថ្ងៃប្រកាសសារក្រមសារដីកានេះតទៅវិក្យខណ្ឌទី2និងទី3កថាខណ្ឌទី4មាត្រា371និងវិក្យខណ្ឌទី2និងទី3កថាខណ្ឌទី4មាត្រា415នៃក្រមនីតិវិធីព្រហ្មទណ្ឌ 2. អ្នកប្តឹងទាស់នៅមានសិទ្ធិប្តឹងឧទ្ធរណ៍ប្តឹងសាទុកក្នុងរយៈពេល1ខែស្របតាមវិក្យខណ្ឌទី4កថាខណ្ឌទី4មាត្រា371វិក្យខណ្ឌទី4កថាខណ្ឌទី4មាត្រា415នៃក្រមនីតិវិធីព្រហ្មទណ្ឌនិងកថាខណ្ឌទី1មាត្រា382ថ្មីនៃច្បាប់ស្តីពីវិសាស្ត្រនកម្មមាត្រា247មាត្រា368មាត្រា372និងមាត្រា382នៃក្រមនីតិវិធីព្រហ្មទណ្ឌ 3. ទោះបីជាមានបណ្ដឹងទាស់ចំពោះសារក្រមកំបាំងមុខក៏ដោយក៏ដីកាបង្គាប់ឲ្យចាប់ខ្លួននៅតែមានអានុភាពតុលាការនៅតែមានសមត្ថកិច្ចដើម្បីសម្រេចអំពីការដោះលែងឬមិនដោះលែងជនជាប់ចោទឲ្យមានសេរីភាពកថាខណ្ឌទី2មាត្រា370នៃក្រមនីតិវិធីព្រហ្មទណ្ឌបន្ថែមពីលើនេះអាជ្ញាធរតុលាការត្រូវមានភាពសកម្មក្នុងការស្រាវជ្រាវអំពីអត្តសញ្ញាណនិងអាសយដ្ឋានរបស់ភាគីនៃរឿងក្តីជាពិសេសរបស់ជនជាប់ចោទចាប់តាំងពីដំណាក់កាលដំបូងដើម្បីជាប្រយោជន៍ក្នុងរឿងក្តីនិងភាពឆាប់រហ័សនៃនីតិវិធីក៏ដូចជាធ្វើឲ្យភាគីរងគ្រោះទទួលបាននូវសំណងរដ្ឋប្បវេណីឆាប់រហ័សព្រមទាំងការគោរពសិទ្ធិតាមផ្លូវច្បាប់របស់ភាគីក្នុងការអនុវត្តសិទ្ធិធ្វើបណ្ដឹងឧបាស្រ័យសូមឯកឧត្តមប្រធានសភាជំនាញឯកឧត្តមលោកជំទាវប្រធានអង្គជំនុំជម្រះនិងចៅក្រមតុលាការកំពូលចូលរួមអនុវត្តសេចក្តីណែនាំនេះឲ្យមានប្រសិទ្ធភាពតាមភារកិច្ចរៀងៗខ្លួនប្រធានតុលាការកំពូលជាវកេងចម្លងជូនលោកជំទាវអគ្គព្រះរាជអាជ្ញានៃមហាអัยការអង្គតុលាការកំពូលឯកឧត្តមលោកជំទាវអនុប្រធាននិងចៅក្រមតុលាការកំពូលឯកឧត្តមប្រធានសាលាឧទ្ធរឯកឧត្តមអគ្គព្រះរាជអាជ្ញានៃមហាអัยការអង្គសាលាឧទ្ធរឯកឧត្តមប្រធានសាលាដំបងរាជធានីខេត្តឯកឧត្តមលោកជំទាវព្រះរាជអាជ្ញានៃអัยការអង្គសាលាដំបងរាជធានីខេត្តដើម្បីជូនជ្រាបឯកសារការលັບប្រវត្តិនាងខ្ញុំសូមអរគុណ